ជំរាបសួរលោកគ្រូអ្នកខ្ញុំឈ្មោះស៊ីវចនាជាគ្រូនិស្សិតមកពីថ្នាក់អំសូមឡើងមកបកស្រាយតាក់ទងទៅនឹងមេរៀនការវិម្លាយការសិក្សានៅក្នុងសប្តាហ៍ទី8ដែលនិយាយអំពីការវិម្លាយការអនុវត្តការវិម្លាយជាក់លាក់និងនីតិបទឬអង្គហៅថា performance based assessment authentic assessment and rubric អញ្ចឹងចូលទៅចំណុចទី1របស់យើងតែម្ដងតើអ្វីទៅជាការវិម្លាយការអនុវត្តអញ្ចឹងការវិម្លាយការអនុវត្តគឺជាការយកចំណេះដឹងទៅវាស់ស្ទង់សមត្ថភាពគឺជាការវាស់ស្ទង់សមត្ថភាពដោយយកចំណេះដឹងរបស់យើងហ្នឹងទៅអនុវត្តដើម្បីទទួលបានបំណិនក្នុងការបង្កើតអ្វីមួយអញ្ចឹងនៅក្នុងនឹងដែរគឺមាន3ធំគឺការវិម្លាយការអនុវត្តវាពាក់ព័ន្ធនឹងការបង្ហាញរបស់សិស្សលើផ្នែកបំណិនឬសមត្ថភាពក្នុងការបង្កើតផលិតផលការបង្កើតចម្លើយឬការធ្វើបទបង្ហាញតាមទស្សនវិជ្ជារបស់លោក Land ឆ្នាំ2010ហើយការវិម្លាយជាក់លាក់វិញឬក៏ Authentic Assessment ជាប្រភេទនៃការវិម្លាយដែលតម្រូវឲ្យសិស្សអនុវត្តការងារជាក់ស្ដែងដើម្បីបង្ហាញពីការអនុវត្តប្រកបដោយចំណេះដឹងនិងជំនាញច្បាស់លាស់តាមលោក Muller នៅក្នុងឆ្នាំ2014ហើយការវិម្លាយមានលក្ខណៈជាក់ស្ដែងនៅពេលដែលយើងកំណត់តែជាប្រភេទកិច្ចការដែលសិស្សធ្វើសកម្មភាពមានន័យថាឧទាហរណ៍ថាបើយើងរៀនរឿងទុំទាវឲ្យសិស្សសម្ដែងរឿងទុំទាវនឹងតែម្ដងជាក់ស្ដែងចូលចំណុចបន្ទាប់គឺវាមានការកិច្ចការការអនុវត្តមានលក្ខណៈជាក់ស្ដែងហ្នឹងមានចំនួន6ចំណុចទី1គឺពិតជាក់ស្ដែងមានន័យថាដូចខ្ញុំនិយាយមិញអញ្ចឹងបើឲ្យសិស្សរៀនរឿងទុំទាវឲ្យសិស្សទៅសម្ដែងរឿងទុំទាវតែម្ដងហើយតួអង្គនីមួយៗហ្នឹងមានលក្ខណៈចរិតលក្ខណៈបែបម៉េចហើយចូលចំណុចទី2គឺមានការវិនិច្ឆ័យនិងមានភាពច្នៃប្រឌិតមានថាឲ្យសិស្សហ្នឹងអាចច្នៃប្រឌិតបង្កើតអ្វីមួយឧទាហរណ៍យើងតាក់ទងនឹង scam សាលាកុមារមេត្រីអញ្ចឹងឲ្យសិស្សទៅបង្កើតសាលាកុមារមេត្រីតាមរយៈយកមែកឈើឬក៏យកឈើយកអីមកឬក៏ស្នោយកមកសាងសង់អញ្ចឹងទៅទី3តម្រូវឲ្យសិស្សធ្វើការងារមានថារៀនតាក់ទងនឹងការវិម្លាយចំណុចនេះគឺឲ្យសិស្សធ្វើការងារអនុវត្តជាក់ស្ដែងតែម្ដងចូលដល់ចំណុចទី4គឺផ្សារភ្ជាប់ទៅនឹងបទពិសោធន៍របស់មនុស្សពេញវ័យនៅកន្លែងការងារទី5វាតម្លៃសមត្ថភាពមានថាបើសិនជាយើងឲ្យសិស្សការងារក្រុមអញ្ចឹងយើងមើលតាមសមត្ថភាពសិស្សមួយហ្នឹងគាត់ខ្លាំងខាងអីគាត់ធ្វើខាងហ្នឹងអញ្ចឹងណាចំណុចទី6គឺផ្ដល់ឱកាសពិនិត្យឡើងវិញអនុវត្តពិចារណាធនធាននិងទទួលបានព័ត៌មានត្រឡប់ចូលដល់ចំណុចមួយទៀតយើងអាចនិយាយបានថាការវិម្លាយការអនុវត្តហ្នឹងវាលើសពីការប្រឡងដោយសារតែវាមានប្រឡងនៅក្នុងกระดาษអីទេវាមានធ្វើទេប្រចាំខែដូចប្រឡងប្រចាំខែមានគឹងកណ្ដាលក្នុងអីទេគឺតាមរយៈកើតឡើងតាមរយៈការវិម្លាយការសង្កេតការតាំងពិព័រណ៍ការធ្វើបទបង្ហាញផ្ទាល់មាត់ការពិសោធន៍ផលបត្តិនិងការសម្ភាសន៍ឬគម្រោងចូលចំណុចទី2គឺចរិតលក្ខណៈនៃការវិម្លាយនៃការអនុវត្តចរិតលក្ខណៈនៃការវិម្លាយការអនុវត្តហ្នឹងគឺសិស្សសម្ដែងបង្កើតកសាងផលិតផលអ្វីមួយមានន័យថាបើយើងរៀនតាក់ទងទៅនឹងមេរៀនភូមិវិទ្យានិងសិក្សាសង្គមតាក់ទងនឹងភូមិសាស្ត្រប្រទេសកម្ពុជាអញ្ចឹងយើងឲ្យសិស្សយើងសាងសង់ជារូបគោជារូបភាពផែនទីកម្ពុជាឬក៏អាចយករូបកឬយកអីផ្សេងហ្នឹងទៅធ្វើជាផែនទីកម្ពុជាទី2គឺសិស្សប្រើបំណិនផ្ដល់ហេតុផលមានថាសិស្សគាត់អាចមានបំណិនជំនាញរបស់គាត់ក្នុងការផ្ដល់ហេតុផលការពារអ្វីដែលគាត់នឹងបកស្រាយចឹងទៅទី3គឺប្រើប្រាស់គំនិតសំខាន់និងចាំបាច់ដែលពាក់ព័ន្ធទី4ជាទូទៅចម្លើយមានលើពី1នៅពេលអនុវត្តជាក់ស្ដែងទៅវាមិនអាចចម្លើយមានដោយនៅក្នុងលំហាត់ដែលយើងធ្វើនៅលើกระดาษហើយចម្លើយវាអាចមានលើពី1ចឹងទៅទី3តម្រូវឲ្យមាននីតិបទនិងលក្ខណៈវិនិច្ឆ័យច្បាស់លាស់សម្រាប់ការដាក់បន្ទុកមានន័យថាក្នុងកន្លែងនេះគឺគេឲ្យយើងនឹងច្បាស់លាស់ទៅលើការដាក់បន្ទុកហើយទី5ការងារប្រកបដោយនិរន្តរភាពមានន័យថាយើងយកបញ្ហាដែលមាននៅក្នុងសង្គមបច្ចុប្បន្នជាក់ស្ដែងនេះយកមកអនុវត្តដើម្បីដោះស្រាយឲ្យដឹងពីចំណុចរសើបតែម្ដងហើយចុងក្រោយគឺសិស្សបញ្យល់ប្រាប់ហេតុផលនិងការពារមានថាសិស្សគាត់អាចបញ្យល់ផ្ដល់ហេតុផលរបស់គាត់ដើម្បីការពារនៅការយកឃើញរបស់គាត់រៀងខ្លួនបានចូលដល់ចំណុចទី3ចំណុចខ្លាំងនិងចំណុចខ្សោយនិងដែនកំណត់នៃការវិម្លាយការអនុវត្តតើតើនឹងចំណុចខ្លាំងវិញទី1គឺវាស់វែងពីបំណិនក្នុងការបង្ហាញហេតុផលគ្រូប្រើលក្ខណៈវិនិច្ឆ័យជាក់លាក់សម្រាប់ការវិតម្លៃមានការចូលរួមយ៉ាងសកម្មរបស់សិស្សលើកទឹកចិត្តសិស្សឲ្យមានការវិតម្លៃផ្ទាល់ខ្លួនការសិក្សាកាត់ឡើងអំឡុងពេលវិតម្លៃសង្កត់ធ្ងន់ទៅលើការអនុវត្តចំណេះដឹងជាក់ស្ដែងតែម្ដងចំពោះចំណុចខ្សោយវិញគឺពិបាកនៅក្នុងការជឿជាក់ឬភាពជាក់លាក់ដោយសារតែវាអត់មានយើងឧទាហរណ៍ថាយើងឲ្យសិស្សសម្ដែងរឿងទុំទាវហ្នឹងរយៈពេលយើងឲ្យសិស្សសម្ដែងរឿងទុំទាវអញ្ចឹងទៅសិស្សពេលខ្លះគាត់អនុវត្តជាស្ដែងសម្ដែងរឿងហ្នឹងវាអត់ជាក់លាក់ដូចក្នុង
ក្នុងការត្បូងពុំយើងហៅលក្ខណៈលេងល្បែងសន្មតចឹងមួយទៀតគឺមានភាពលំអៀងក្នុងការវាស់វែងដោយសារតែធម្មជាតិនៃការដាក់ផ្ដល់បន្ទុកចឹងមានថាការដាក់បន្ទុកហ្នឹងវាអត់ដូចនឹងការប្រឡងតាក់ទងនឹងចក្រយាសម្បទាចំណុចសម្បទាទេដែលវាធ្វើនៅលើនៅតាមរយៈការធ្វើតេស្តការប្រឡងមានចំនួនចម្លើយជ្រើសរើសចឹងទៅមានការដាក់បន្ទុកត្រឹមត្រូវហើយទី3ការសម្ដែងរបស់សិស្សវាប្រែប្រួលទៅតាមពេលវេលាលទ្ធផលក្នុងការសន្និដ្ឋានមិនត្រឹមត្រូវហើយទាមទារឲ្យគ្រូពិចារណាលើពេលវេលាក្នុងការរៀបចំបំពេញព្រោះជាទូទៅការអនុវត្តជាក់ស្ដែងឧទាហរណ៍យើងចង់ឲ្យសិស្សសម្ដែងរឿងទុំទាវនឹងដដែលអញ្ចឹងរឿងហ្នឹងយើងត្រូវកំណត់ម៉ោងថារឿងហ្នឹងត្រូវសម្ដែងប៉ុន្មានម៉ោងអញ្ចឹងទៅដើម្បីរៀបចំពេលវេលាឲ្យសិស្សសម្ដែងសាច់រឿងហ្នឹងមករឿងហ្នឹងពេញទៅវាឲ្យត្រូវនឹងពេលវេលាកំណត់ហើយវាពិបាកក្នុងការរៀបចំផែនការសម្រាប់ពេលវេលាដែនកំណត់ចំពោះដែនកំណត់វិញគឺវាមានភាពជាក់ភាពជឿជាក់ឬភាពទៀងទាត់ហ្នឹងគឺវាអាចមានកំហុសវែងក្នុងការវិម្លាយការដាក់បន្ទុកតែទៅនឹងគំរូដោយសារវាទាមទារពេលវេលាមួយចំនួនសម្រាប់សិស្សក្នុងការវិម្លាយការអនុវត្តដូច្នេះយើងមានគំរូតិចតួចប៉ុណ្ណោះសម្រាប់វាតម្លៃហើយពេលវេលាវិញទៅចំណាយច្រើនក្នុងការធ្វើកិច្ចការដោយសារយើងអនុវត្តជាក់ស្ដែងត្រូវការពេលវេលាចំណុចទី4តម្រូវការមូលដ្ឋានសម្រាប់ការប្រើប្រាស់ក្នុងការវិតម្លៃការអនុវត្តអញ្ចឹងអាហ្នឹងគឺមានចំណុច6ចំណុចដែលចំណុចទី1គឺសង្កេតអាកប្បកិរិយាឬសមត្ថភាពជាក់លាក់គឺយើងអាចវិតម្លៃទៅលើការអនុវត្តហ្នឹងតាមរយៈឲ្យសិស្សគាត់គាត់អនុវត្តជាក់ស្ដែងមើលតាមសមត្ថភាពជាក់លាក់របស់គាត់តែម្ដងទី2គឺសមត្ថភាពស្មុគស្មាញជំនាញដែលមិនអាចបកបានគឺដោយមិនអាចបកបានតាមរយៈការប្រឡងបានទេគឺសមត្ថភាពរបស់គាត់ហ្នឹងគឺវាអាស្រ័យទៅលើការបង្កើតផលិតផលអ្វីមួយការធ្វើពិសោធន៍ការបកស្រាយការឡើងបទបង្ហាញឬសម្ភារផ្សេងទី3គឺកិច្ចការត្រូវផ្ដោតលើលំនាំដែលអាចបង្រៀនបានហើយទី4គឺកិច្ចការអនុវត្តត្រូវធ្វើឲ្យងាយស្រួលដើម្បីវិនិច្ឆ័យសមស្របនឹងអាកប្បកិរិយារបស់សិស្សឬយល់ដឹងរបស់ជំនាញថាបើសិស្សយើងមានជំនាញអីមួយចឹងឧទាហរណ៍ថាយើងឲ្យសិស្សឲ្យប្រឡងឲ្យសិស្សធ្វើការគូគំនូរវាម្លាយការគូគំនូររបស់គាត់អញ្ចឹងសិស្សនីមួយគាត់អាចគូរូបផ្សេងតាមចំណង់ចំណូលចិត្តរបស់គាត់ផ្សេងគ្នាតាមយល់ដឹងរបស់គាត់ផ្សេងគ្នាអញ្ចឹងណាចំណង់ចំណូលចិត្តរបស់គាត់ផ្សេងគ្នាអញ្ចឹងទី5គឺតម្រូវឲ្យផលិតផលឬកប្បកិរិយាដែលមានតម្លៃក្នុងសិទ្ធិរបស់ពួកគេទី6កិច្ចការអនុវត្តគួរតែជំរុញឲ្យមានស្វ័យវាតម្លៃរបស់សិស្សមានថាឲ្យសិស្សហ្នឹងគាត់វាតម្លៃខ្លួនឯងបានចំណុចទី5ដំណើរការនៃការវិតម្លៃផ្អែកលើការអនុវត្តអញ្ចឹងតកតងទៅនឹងដំណើរការនៃការវិតម្លៃផ្អែកលើការអនុវត្តហ្នឹងមានទាំងអស់3ជំហានទី1គឺកំណត់គោលដៅហ្នឹងគឺយើងរកឲ្យឃើញថាកំណត់ថាតើអ្នកនឹងមានវិតម្លៃពីអ្វីហើយអាចសម្រេចបានដោយការពិនិត្យមើលលើស្តង់ដារនិងគោលបំណងហើយចូលដល់ជំហានទី2គឺសកម្មភាពនៅពេលដែលយើងមានគោលដៅហើយមានគោលបំណងហើយគឺយើងចាប់ផ្ដើមចូលជំហានបន្តគឺសកម្មភាពយើងអនុវត្តជាក់ស្ដែងតែម្ដងគឺរៀបចំគម្រោងកិច្ចការដែលអាចឲ្យសិស្សបង្ហាញចំណេះដឹងហេតុផលជំនាញនិងកប្បកិរិយារបស់ពួកគេបន្ទាប់មកកិច្ចការទាំងហ្នឹងគឺមានលក្ខណៈពិតប្រាកដមួយឬក៏អាចមានភាពយុត្តិធម៌និងអាចបត់បែនបាននិងអាចសង្កេតបានចូលចំណុចបន្តនឹងទៀតគឺជំហានចុងក្រោយគឺបង្កើតលក្ខណៈវិនិច្ឆ័យអញ្ចឹងនៅពេលដែលគាត់មានកំណត់គោលដៅហើយគាត់មានសកម្មភាពមានជំហានទី1ទី2ទី3នឹងតាមដំណើរហើយបន្ទាប់ពីគាត់ធ្វើហើយគឺគាត់អាចវិនិច្ឆ័យបានថាការវិម្លាយគាត់ភាពហ្នឹងជោគជ័យរបស់សិស្សមានគុណផលិតផលគឺបង្កើតលក្ខណៈវិនិច្ឆ័យហ្នឹងបានជោគជ័យឲ្យសមស្របនឹងដែរឬទេអញ្ចឹងទៅអញ្ចឹងនៅពេលគាត់អនុវត្តពេលគាត់ចេញហើយគឺគាត់អាចវិនិច្ឆ័យបានហើយចំណុចទី6គឺលទ្ធផលសិក្សារំពឹងទុកនៅក្នុងពេលសិក្សាអញ្ចឹងវាមានដូចជាការយល់ដឹងស៊ីជម្រៅការបង្ហាញហេតុផលបំណិននិងផលិតផលអញ្ចឹងការយល់ដឹងស៊ីជម្រៅហ្នឹងទៀតមានដូចជាផ្ដោតទៅលើការប្រើចំណេះដឹងនិងបំណិនហើយសិស្សត្រូវបង្ហាញអ្វីដែលគេយល់ឃើញតាមរយៈការអនុវត្តចំណេះដឹងនិងបំណិននឹងជាក់ស្ដែងតែម្ដងហើយគាត់អាចបង្ហាញហេតុផលរបស់គាត់តាមរយៈការបង្កើតផលិតផលឬតាមរយៈការវិភាគសន្និដ្ឋានស៊ីជម្រៅផ្សេងតាមរយៈការធ្វើតេស្តសមត្ថកម្មហើយតើតើនឹងបំណិនវិញគឺសិស្សតម្រូវឲ្យបង្ហាញទំនាក់ទំនងការធ្វើបង្ហាញនិងបំណិនចិត្តចលករហើយផលិតផលគឺសិស្សអាចបង្កើតសំណេររបាយការណ៍និងកិច្ចការផ្សេងចុចដល់ទី7ការដាក់បន្ទុកនិងការវិតម្លៃពេលនៃការដាក់បន្ទុកហ្នឹងគឺមាន3ទី1គឺតារាងបញ្ជីត្រួតពិនិត្យមានដ្ឋានវិតម្លៃនិងនីតិបទអញ្ចឹងតើតើនឹងនីតិបទហ្នឹងមានពីរចំណុចផ្សេងទៀតគឺទិដ្ឋភាពរួមហើយនិងផ្នែកផ្អែកការលម្អិតអញ្ចឹងតកតងទៅនឹងការដាក់បន្ទុកហ្នឹងនេះគឺជាការដាក់បន្ទុកតាមរយៈបញ្ជីត្រួតពិនិត្យអញ្ចឹងផ្អែកត្រួតពិនិត្យលក្ខណៈវិនិច្ឆ័យផ្នែកមួយត្រូវបានបំពេញឬបង្ហាញវាជាប្រភេទនៃការសមាជិកបានដូចចាស់ check លេខអញ្ចឹងទៅហើយតើតើនឹងមាត្រដ្ឋានគឺមានលក្ខណៈបែបនេះគឺយើងត្រូវបញ្ចូលលេខឬក៏អក្សរហើយតើតើទៅនឹងមាត្រដ្ឋានវាតម្លៃហ្នឹងវាអាចមានវាថាជាលេខជាអក្សរជាការអីផ្សេងហើយតើតើនឹងការដាក់បន្ទុកនឹងទៀតសោតគឺមានដូចជាចូលដល់ចំណុចទី8គឺនីតិបទ
nên tự bọt nó một phen nên tự bọt nó vì mình lại cái này nên tự bọt tự tập hiệp luôn mà thứ hai này ca phone này chân tờ chân một tụ phèm bị buôn bị bay bị mùi nâng trong phèm nó mạch mà hai giây dụ đang pin lên buôn nó mạch bên ban cloud lại chân tờ chỗ đó cho nói trong khói tìm muốn từ nó po môi chúng nó ca bằng ca nên tự bọt chân nó po cứ nên tự bọt từng ó nó thời thời tệประกอบท่าแหละขณะเป็นใช้ประเลยจนถึงการประกันการวัดให้ควบคุมประเภทในการเวมลายมุ้ยนั่งกลมนอนในการเวดำไลให้การปูนเนียมปีแหละขณะเป็นใช้กูแต่อาจสังเกตบานเด็บตอนจังแต่ตัวหนึ่งการหลักๆบอกย่อมตระบานมันจะให้ออกคนหลักรุ่นหลักรุ่นสำหรับการยกจตุรัสในการสนับ